ចំពោះកង្កែបឈ្មោះយើងមកចូលជាមួយចឹងយើងបូមវាពីលេខ1ដល់លេខ10ត្មងទៅមួយស្រាហ្នឹងយើងចាក់បានកង្កែប5ក្បាលណាក្បាលយើងចាក់2លេខពីលេខ10មកលេខ8ពីលេខ8មកលេខ6ពីលេខ6មកលេខ4មកលេខ2មកលេខ0ឥឡូវយើងចាប់បានចាប់កង្កែបឈ្មោះចឹងណារឿងណាចេះតែចេះដាក់ចុះយើងចាប់តាមចាក់មកត្រឹមលេខ8 1ចូលថងមួយចេះមកចេះណាត្រឹមលេខ6លេខ4លេខ2រួចទេលេខ0ចាប់បែបនេះដៃម្រាមដៃនិងមេដៃចង្អុលដៃមេដៃចាប់ចង្កេះកែបញ្ជាប់ហើយពួកជើងនេះនៅពាក់កណ្ដាលនាងដៃហើយយកនេះបានយើងចាប់តាមចាក់លេខ7ចាក់បែបនេះលេខ3វិញលេខ3ណារួចតោះទៅមើលអាងដែលយើងប្រកាសជុំមិញហើយអាងទៅមើលអាងតូចមុនអាងតូចដែលយើងប្រកាសចំនួន3គូមើលអត់មើលពងមកទៅភ្លុកនេះឃើញថាអាងតូចយើងដាក់ចំនួន3គូបានច្រើនណាស់គូសំនេះជារដូវចុងរដូវធ្លាក់សុទ្ធតែពងខ្មៅពងទុំល្អទៅមើលអាងមួយទៀតអាងនេះក៏ដូចគ្នានេះធ្លាក់សុទ្ធតែពងខ្មៅពងទុំល្អអត្រាញាស់គឺ 100% មិនអាច 100% គូក៏ 98% ដែរតែញាស់ព្រោះសិតតែពងទុំពងខ្មៅល្អហើយយើងទៅមើលអាងធំហើយយើងដាក់ចំនួន14គូអាងហ្នឹងមានផ្ទៃ15ការ៉េយើងដាក់15គូតែខ្ញុំដាក់14គូចាំមើលតើមានដល់ជើងពុកបានប្រមាណឃើញថាគូសំច្រើនគូសំដែរណាទម្លាក់សារនេះចុងដៃសិតតែពងខ្មៅល្អអត់មានពងខ្ចីទេពងខ្ចីមានទិញបំផុតប្រហែលជា2 ទៅ 3% ប៉ុណ្ណឹងក្រៅពីនឹងសិតតែពងតែ
tôm lỏ màu lỏ nó xong chăm mơ đập chăm mơ chăm ốt ngọt nghĩa đập về vì nhỏ đập về mấy sải hai mơ bà nè អានេះកំពុងតែអោបគ្នាបានមួយគូហើយអានេះខ្ញុំដាក់3គូព្រោះអីវាតតឹងតង់ហ្នឹងវា1ម៉ែត្រពីទឹកហើយតំណោះ2ម៉ែត្រតាមពិតដាក់បានដាក់2គូតែខ្ញុំដាក់3គូទៅព្រោះ1ម៉ែត្រការ៉េគឺយើងត្រូវដាក់1គូគុណជាម៉ែត្រការ៉េ1ម៉ែត្រការ៉េដាក់1គូហើយអាងមួយនេះក៏ប៉ុនគ្នាដែរប៉ុន្តែខ្ញុំដាក់3គូមែនតន់អោបគ្នាតិចជមើលយប់បន្តិចបានវាអោបគ្នាចាំមើលលទ្ធផលព្រឹកឡើងបានពងប្រមាណនេះប្រមាណដែលយើងចាក់ហុកម៉ូនណាចាំអ៊ុតព្រឹកឡើងទាំងអស់គ្នានេះសកម្មភាពយើងនេះបង្កើតកំពុងអោបគ្នាដែលយើងបានចាក់ហុកម៉ូនកាលពីម៉ោង3ឥឡូវនេះម៉ោង5យើងប្រឡែងឲ្យបង្កើតចូលក្នុងអាងប្រកាសឥឡូវនេះវាកំពុងតែអោបគ្នាហើយឈ្មោះចាប់ដើមអោបងារនោះចាប់ដើមរកអោបគ្នានេះយើងម៉ោង3យើងចាប់ដើមចាក់អុកម៉ូនហើយយើងទុកអង្កែបឈ្មោះផ្សេងញីផ្សេងហើយដល់ពេលម៉ោង5យើងយកអង្កែបហ្នឹងយកមកដាក់ចូលគ្នានៅក្នុងអាងបង្កាត់នោះនេះយើងបូមទឹកថែមដើម្បីឲ្យចូលទឹកវាតិចដើម្បីឲ្យអង្កែបនេះចាប់ដើមរកគ្នាឥឡូវយើងចាំមើលលទ្ធផលព្រឹកឡើងគឺយ៉ាងបានលទ្ធផលយ៉ាងម៉េច